តបងបងអានេះគេហៅស៊ុបថៃក្រហមមកបងណាដែលគាត់ចង់ញ៉ាំគាត់អាចស្នាក់ធ្វើបានខ្ញុំនិយាយមែនធ្វើញ៉ាំហើយដឹងតែជាប់ចិត្តហ្មងខ្ញុំធានារសជាតិឲ្យតឥឡូវយើងមកសាកធ្វើទាំងអស់គ្នាជាដំបូងខ្ញុំទៅផ្សារខ្ញុំទិញបន្លែថៃសាច់ឲ្យហើយចឹងទៅយើងចាប់ផ្ដើមរៀបចំចំពោះថៃបងយកមកកាត់ជាកង់កឹងហើយបងយកមកលាងទឹកតែកុំភ្លេចដាក់អំបិលបើសិនជាបងលាងជាមួយនឹងអំបិលគឺវាកាត់ឆ្អាបកាត់អំបិលបានស្អាតល្អសម្រាប់ខ្ញុំថៃហ្នឹងគឺខ្ញុំលាងឲ្យបាន2 ទៅ 3 ទឹកបានវាស្អាតនៅពេលដែលលាងស្អាតហើយខ្ញុំចាប់ផ្ដើមយកថៃហ្នឹងយកមករៀបដាក់ចូលចានរបស់យើងតសម្រាប់សាច់គោដូចគ្នាបងយកមកលាងទឹកឲ្យស្អាត2 3ទឹកចឹងទៅឲ្យវាស្អាតវាបាត់ក្លិនបាត់ឆ្អាបចឹងណាហើយបងចាប់ផ្ដើមហាន់សាច់គោនឹងសម្រាប់បងហាន់តាមចំណង់ចំណូលចិត្តឯងហាន់ស្ដើងឬក្រាក់អីតាមដែលបងអាចញ៉ាំបានស្រួលញ៉ាំសម្រាប់ខ្លួនឯងចឹងណាបើសម្រាប់ខ្ញុំហាន់ស្ដើងខ្ញុំគិតថាវាស្រួលញ៉ាំហើយវាផុយចឹងណានៅពេលដែលយើងហាន់ស្អាតអស់ហើយយើងចាប់ផ្ដើមគោះពងមាន់មកគ្រាប់ដាក់នៅលើចាននឹងរៀបឲ្យវាស្អាតចំពោះប្រហិតសាច់គោគឺខ្ញុំធ្វើអញ្ចឹងនៅពេលដែលវាឆ្អិនគឺវារីកស្អាតហើយពេញប៉ោះយើងចិតចំណិតអញ្ចឹងឲ្យហើយទៅចំពោះស្ពៃបូកូនេះបងយកមកចិតឲ្យស្អាតហើយបងចាប់ផ្ដើមលាងជាមួយនឹងទឹកឲ្យបាន2 ទៅ 3 ទឹកទៅសម្រាប់ខ្ញុំលាងឲ្យបាន3 4 ទឹកដើម្បីឲ្យវាជ្រះដីជ្រះទូលីនៅពេលដែលយើងញ៉ាំទៅគឺវាស្និទ្ធមាត់ណាតកូនដូចគ្នាខ្ញុំយកមកកាត់ជា2កណាត់ហើយស្លឹកខ្ញុំអត់យកទេគឺខ្ញុំអត់ញ៉ាំស្លឹកទេខ្ញុំយកតែដើមឯងអញ្ចឹងខ្ញុំកាត់2កណាត់ហើយខ្ញុំយកមកលាងទឹកប៉ុន្តែបើសិនជាបងណាដែលគាត់មានពេលតកូនហ្នឹងបើសិនជាអាចគឺត្រាំជាមួយនឹងទឹកអំបិលទៅទុកចោល5 ដល់ 20 នាទីគឺវាជ្រុះសត្វល្អិតជ្រុះដីហ្មងបើសម្រាប់ខ្ញុំអត់ពេលអញ្ចឹងខ្ញុំយកមកខ្ញុំលាងយកហ្មងទៅឲ្យបាន2 3ទឹកអញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមរៀបដាក់ចូលនឹងកញ្ឆែងមួយមករៀបឲ្យស្អាតតចំពោះផ្សិតម្ជុលយកមកយើងចាប់ផ្ដើមកាត់គល់វាចេញទៅហើយខ្ញុំចាប់ផ្ដើមហាន់វាទូដើម្បីដាក់ត្រាំលាងទឹកចំពោះខ្ទឹមខ្ញុំយកមកចិតសបកជាមួយនឹងម្ទេសដើម្បីយកទៅកិនយើងចាប់ផ្ដើមធ្វើទឹកជ្រលក់ហ្មងទឹកជ្រលក់យកអត់មានអីច្រើនទេខ្ញុំយកទឹកតើហ៊ូហ្នឹងខ្ញុំយកមកលាយជាមួយនឹងខ្ទឹមម្ទេសស្ករប៊ីចេងអំបិលហើយនិងរ៉ូឌីហើយខ្ញុំចាប់ផ្ដើមច្របាច់ក្រូចឆ្មាយើងដាក់ប្រហែលជា1ផ្លែទៅនិយាយទៅបងបាច់ភ័យថាជូរឯងសម្រាប់តើហ៊ូហ្នឹងគឺវាមានជាតិប្រៃខ្លាំងអញ្ចឹងបើសិនជាយើងច្របាច់ស្ទើក៏វាអាចនឹងប្រៃខែដែរអញ្ចឹងយើងច្របាច់ទៅខ្ញុំដាក់1ផ្លែហើយខ្ញុំចាប់ផ្ដើមច្បល់វាជាមួយនឹងសាភាឲ្យវាម៉ត់មើលទៅមកល្មមញ៉ាំបានគឺយើងចាប់ផ្ដើមឈប់
ឥឡូវខ្ញុំចូលមកដល់វគ្គធ្វើទឹកស៊ុបបងកិនខ្ទឹមសឲ្យម៉ត់យើងចាប់ផ្ដើមយកមកលីងនៅពេលដែលវាឡើងឈ្ងុយហើយខ្ញុំចាប់ផ្ដើមបង់ជាមួយនឹងលឹកក្រូចសើចហើយនឹងស្ករស្លឹកគ្រៃលីងឲ្យឈ្ងុយហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសផ្លោកក្រៀមយើងឆាឲ្យវាឡើងពណ៌ឲ្យវាឈ្ងុយហើយខ្ញុំចាប់ផ្ដើមចាក់ទឹកចូលសម្រាប់ទឹកយើងដាក់មើលមកល្មមថាស៊ុបយើងញ៉ាំបានសម្រាប់ប៉ុន្មានអ្នកអញ្ចឹងទៅបើសម្រាប់ខ្ញុំដាក់ពាក់កណ្ដាលឆ្នាំងនឹងព្រោះឆ្នាំងនេះរាងធំខ្ញុំដាក់ដុំស៊ុបខ្នុរ2ដុំចូលទៅក្នុងទឹកស៊ុបហ្នឹងណាបន្ទាប់មកគឺខ្ញុំបង់ជាមួយនឹងបន្លែរបស់យើងគឺប៉េងប៉ោះយើងដាក់មកងាស់នៅក្នុងទឹកស៊ុបហ្នឹងឲ្យវាមានជាតិហើយខ្ញុំចាប់ផ្ដើមបង់គ្រឿងដូចជាស្កររបស់យើងគឺ2ស្ព្រាបាយបន្ទាប់មកខ្ញុំបង់ជាមួយនឹងទឹកប៉េងប៉ោះខ្ញុំដាក់ទឹកប៉េងប៉ោះរបស់ខ្ញុំចំនួន3ស្ព្រាបាយចំពោះទឹកត្រីគឺខ្ញុំដាក់3ស្ព្រាបាយដូចគ្នាចំពោះទឹកខ្មេះវិញគឺខ្ញុំដាក់ចំនួន3ស្ព្រាបាយដែរហើយខ្ញុំចាប់ផ្ដើមបង់បាសាច់គោចូលបន្ទាប់មកខ្ញុំចាប់ផ្ដើមបង់ត្រីរបស់យើងដាក់ចូលទាំងអស់ទៅខ្ញុំចាប់ផ្ដើមមកងាស់វារយៈពេលត5នាទីបានហើយបងឥឡូវឃើញថាស៊ុបត្រីក្រហមរបស់យើងបានឆ្អិនហើយអានេះយើងមកងាស់អស់រយៈពេល5នាទីអញ្ចឹងបងអាចញ៉ាំបានទេណាប៉ុន្តែយើងកុំភ្លេចបង់ជាមួយនឹងបន្លែដែលយើងរៀបទុកឲ្យស្អាតណាតកួនផ្សិតម្ជុលហើយនឹងស្ពៃបូកគោបងញ៉ាំទៅដឹងតែធានាជាប់ចិត្តហ្មងបងអាចសាកធ្វើតាមបានណាបាយបាយ